ចាជំរាបសួរអ្នកគ្រូនេះខ្ញុំឈ្មោះរ៉ាកាកាដាជាគ្រូកិច្ចសន្យាបង្រៀននៅសាលាបឋមសិក្សាត្រពាំងត្រំនេះខ្ញុំបរៀននៅសាលានេះតាំងរយៈពេល9ឆ្នាំហើយចាប់តាំងពីឆ្នាំ2015មកដល់ពេលបច្ចុប្បន្នចាមុននឹងកម្រងចូលខាងក្នុងការបរៀនរបស់នាងខ្ញុំមានបញ្ហាប្រឈមច្រើនទី1អត្រាសិស្សបោះបង់ក៏ច្រើនមួយទៀតសិស្សរៀនយឺតក៏ច្រើនចាតកតងនឹងការផលិតសម្ភារៈការប្រើប្រាស់ល្បែងក៏នៅមានកម្រិតដែរកាលមុនអត់ទៅមានវិធីសាស្ត្រច្រើនក្នុងការបង្រៀនទេបង្រៀនតែតាមសភៅពុំតាមអ្វីដែលខាងក្រសួងដាក់ឲ្យគឺខ្ញុំបង្រៀនតាមនឹងទាំងអស់ខ្ញុំបានអត់មានល្បិចក្នុងការរបៀបថាបញ្ចូលល្បែងឬក៏បង្កើតអ្វីដែលថ្មីសម្រាប់សិស្សអត់មានទេពីមុនកិច្ចតែងការគឺខ្ញុំខ្ចីគេមកកូពីហើយពេលខ្លះយើងច្រឡំរបស់គេការគ្រប់គ្រងសិស្សកាលមុនខ្ញុំអត់បានចាប់អារម្មណ៍ថាត្រូវតែធ្វើម៉េចឲ្យសិស្សស្ងាត់ធ្វើម៉េចឲ្យសិស្សស្ដាប់ធ្វើម៉េចឲ្យទាញចំណាប់អារម្មណ៍សិស្សខ្ញុំអត់ដឹងទេគឺនៅពេលដែលសិស្សគាត់លោឡាគឺខ្ញុំរបៀបថាស្រ័យឲ្យគាត់ស្ងាត់អញ្ចឹងទៅយើងអត់បានប្រើវិធីសាស្ត្ររបៀបថាបញ្ញាអារម្មណ៍គាត់ទាញចំណាប់អារម្មណ៍គាត់ឲ្យគាត់លេងនាំគាត់លេងល្បែងឬក៏ទះដៃអីអត់ដែរដល់ពេលឥឡូវទៅពេលគាត់លឺមើលទៅយើងនាំគាត់ងើបឈរទះដៃសម្រាប់ប្រងឬក៏ធ្វើចលនាពត់ខ្លួនអីកាលពីកម្រិតអតិថិជនហ្នឹងបញ្ហាប្រឈមទាំងអស់ពេលខ្លះដោះស្រាយនៅពេលប្រជុំបច្ចេកទេសទៅយកពិភាក្សាជាក្រុមធំខ្លះទៀតសួរគ្រូដែលចាស់មានបទពិសោធន៍មុនខ្លះទៀតសួរនាយិកាផ្ទាល់បញ្ហាទាំងអស់ហ្នឹងត្រូវបានដោះស្រាយប៉ុន្តែវាមិនទាំងអស់ទេអ្នកគ្រូវាបានខ្លះដោយសារអវត្តមានច្រើនចេះពិភាក្សាមួយនាយិកាទៅយើងធ្វើជាសភៅតំណាក់តំណងមួយទៀតចោះទៅជួបផ្ទាល់ចាកាលដែលកម្រងមិនទាន់ចូលមកអន្តរាគមន៍នឹងខ្ញុំមានវិធីសាស្ត្រក្នុងការជួយលោកគ្រូអ្នកគ្រូកិច្ចសន្យាដូចជាការអប់រំទៅលើអិយាប័ត្រការគ្រប់គ្រងថ្នាក់រៀនការផលិតសម្ភារៈប្រទេសហើយនិងការប្រជុំបច្ចេកទេសក្នុងសាលានិងប្រជុំបច្ចេកទេសថ្ងៃប្រហ័សប្រចាំកម្រងតាមរយៈការសង្កេតកម្រងបានធ្វើឲ្យលោកគ្រូអ្នកគ្រូកិច្ចសន្យាមានការផ្លាស់ប្ដូរអិយាប័ត្រមានការផ្លាស់ប្រែខ្លាំងទៅលើវិធីសាស្ត្រគាត់ចេះគ្រប់គ្រងថ្នាក់រៀនបានល្អចេះគ្រប់គ្រងសិស្សហើយក្នុងនោះផងដែរគឺគាត់ចេះផលិតសម្ភារៈប្រទេសនិងប្រើប្រាស់សម្ភារៈប្រទេសហើយពួកគាត់មានភាពជឿជាក់ក្នុងការបង្រៀនបង្ហាញទៅលើក្រុមធំជាពិសេសជាងនេះទៅទៀតវិធីសាស្ត្រក្នុងការបង្រៀនគឺគាត់អនុវត្តបានល្អចាសិស្សថ្នាក់គាត់នោះគឺចេះបានច្រើនទាំងអានទាំងសរសេរគឺ 90% ការគាំទ្រពីគម្រោងគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សាលាបឋមសិក្សាត្រពាំងត្រំយើងខ្ញុំនេះគឺធ្វើឲ្យសាលាមានភាពស្រស់ស្អាតធ្វើឲ្យសាលាមានការអភិវឌ្ឍហើយធ្វើឲ្យសហគមន៍ចូលរួមបានច្រើនជាងមុនក្រោយពីបានទទួលវគ្គបណ្ដុះបណ្ដាលរបស់គម្រោង ACC ហើយមកការបង្រៀនរបស់នាងខ្ញុំមានអារម្មណ៍ថារីកចម្រើនជាងមុនទទួលស្គាល់ថាខ្លួនឯងអាចគ្រប់គ្រងសិស្សបានច្រើនជាងមុនហើយការបង្រៀនអាចនឹងឈានដល់របៀបថាមិនល្អពេកប៉ុន្តែបានល្អមធ្យមគម្រោង ACC បានផ្ដល់បច្ចេកទេសច្រើនដល់រូបនាងខ្ញុំជាក់ស្ដែងទី1ការផលិតសម្ភារៈឧបទេសទី2ការប្រើប្រាស់សំណួរទាំង6កម្រិតទី3ការសរសេរកិច្ចតែងការបែបរីរ៉ូមួយទៀតការប្រើប្រាស់កញ្ចប់ល្បែងរបស់ខាងអង្គការ ACC ហើយមួយទៀតការរៀនបែបសហការបើសម្រាប់នាងខ្ញុំពេញចិត្តជាងគេការសរសេរកិច្ចតែងការហើយនឹងផលិតសម្ភារៈឧបទេសទី1ការសរសេរកិច្ចតែងការវាស់ស្ទង់ពីសមត្ថភាពគ្រូផ្ទាល់ជាមួយនឹងសិស្សហើយការផលិតសម្ភារៈឧបទេសងាយស្រួលដល់ការបង្រៀនទាក់ទាញឲ្យសិស្សចូលរួមហើយធ្វើឲ្យសិស្សមានសកម្មភាពរៀនច្រើនពីមុនដល់ឥឡូវសកម្មភាពសិស្សចូលរួមច្រើនជាងមុនដោយការរៀនក៏ចូលរួមច្រើនការវិភាសាក្រុមក៏ច្រើនដោយលំហាត់អីចេះដាក់គាត់ធ្វើនៅទៀងចេះមកវិញបានលទ្ធផលច្រើនជាងមុនពីមុនចង់និយាយថារៀនគាត់មកដែរប៉ុន្តែអត់សូវមានសកម្មភាពច្រើនដូចឥឡូវទេដូចសកម្មភាពឥឡូវយើងប្រើសិស្សគោលវិធីសិស្សមិនជាម្ដងហើយបង្រៀនតាមបែបរីរ៉ូហើយនឹងបែបសហការមួយទៀតក៏សិស្សចូលរួមច្រើនដែរតាំងពីគម្រោងផ្ដល់ឲ្យមកការបង្រៀនរបស់ខ្ញុំមានអារម្មណ៍ថាស្រួលច្រើនជាងមុនអ្នកគ្រូមេរៀនខ្លះពិបាកប៉ុន្តែមានគ្រូខាងអង្គការគាត់ជួយបន្ថែមអញ្ចឹងទៅដូចអត់សូវពិបាកទេចាមន្ត្រីគម្រោងគាត់ជួយច្រើនអ្នកគ្រូទី1គាត់បានផ្ដល់ជាបទពិសោធន៍ល្អផ្ដល់ការណែនាំហើយមួយទៀតគាត់
មានការលើកទឹកចិត្តដោយការជួយសិស្សរៀនយឺតពិបាកប៉ុន្តែពួកគាត់លើកទឹកចិត្តហើយពួកគាត់ផ្ដល់វិធីសាស្ត្រច្រើនបើធ្វើបែបនេះមិនកើតទេគាត់ឲ្យបដូរទៅធ្វើបែបនេះវិញចំណុចដែលផ្លាស់ប្ដូរវិជ្ជមានសម្រាប់នាងខ្ញុំផ្ទាល់ដែលខ្លាំងបំផុតគឺនាងខ្ញុំមានបញ្ហាអីនាងខ្ញុំអាចសួរទៅខាងបុគ្គលិកអង្គការបានដូចជាអ្នកប្រឹក្សាផ្ទាល់របស់នាងខ្ញុំនៅក្នុងសាលាទាំងមូលហើយមួយទៀតដែលខ្ញុំទទួលបានពីអង្គការខ្លាំងបំផុតគឺវគ្គ10ថ្ងៃមានអារម្មណ៍ថាធ្វើឲ្យខ្ញុំមានការរីកចម្រើនច្រើនកាលមុនសភៅផែនការខ្ញុំអត់អាចបានសរសេរទេនិយាយទៅគឺរយៈពេល9ឆ្នាំហ្នឹងក៏អត់អាចបានសរសេរទៅឆ្នាំនេះសរសេរពេលកម្រងចូលមកគឺបានសរសេរហើយផែនការកលងអាជីពសម្រាប់ខ្ញុំ9ឆ្នាំខ្ញុំអត់ដែរស្គាល់ទេទៅនឹងកម្រងអង្គការចូលមកគឺខ្ញុំបានស្គាល់ទី1គឺធ្វើឲ្យនាងខ្ញុំមានការសកម្មក្នុងការបង្រៀនច្រើនជាងមុនមានការអភិវឌ្ឍខ្លួនឯងមានផែនការនិងគោលដៅច្បាស់លាស់ហើយការផលិតសម្ភារៈរបស់នាងខ្ញុំបានច្រើនជាងមុនកាលមុនផលិតដែរប៉ុន្តែបរៀនហើយអញ្ចឹងទៅបកបានចោលអញ្ចឹងទៅដល់ពេលឥឡូវអត់ទេផលិតបានគឺយើងទុកជាចុងក្រោយនាងខ្ញុំមានសំណូមពរឲ្យអង្គការ ACC នៅតែបន្តគម្រោងជាមួយសាលានាងខ្ញុំ